បងប្អូនណាខ្លះធ្លាប់មើលវីដេអូខ្ញុំតាំងពីពេលខ្ញុំចាប់ផ្ដើមធ្វើវីដេអូនៅផ្ទះម្នាក់ឯងពេលហ្នឹងបងម៉ៃទៅធ្វើការនៅប្រទេសស្វីសតាំងពីបងម៉ៃត្រឡប់មកវិញគឺខានធ្វើវីដេអូរស់នៅម្នាក់ឯងយូរហើយអញ្ចឹងថ្ងៃនេះមកចេញភាគថ្មីនៅផ្ទះម្នាក់ឯងមកល្ងាចខ្ញុំធ្វើអីគេខ្លះសួស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យវីដេអូនេះវែងពេកថតតែពេលល្ងាចបានហើយពេលដែលបើកឡានហ្នឹងគឺខ្ញុំទៅតែចេញមកពីហាត់ប្រាណរវល់យ៉ាងណាក៏ដោយដែរហាត់ប្រាណគឺត្រូវតែឆ្លៀតនៅផ្ទះម្នាក់ឯងមែនប៉ិតក៏មានអ្នកចាំទទួលដែរចាគឺកូនស្រីមួយនៅចាំទទួលមាត់ទ្វាររាល់ថ្ងៃភាគច្រើនណាមិនថាពីមុនឬក៏ឥឡូវទេឲ្យតែខ្ញុំធ្វើវីដេអូនៅផ្ទះម្នាក់ឯងអីដឹងតែមានបងប្អូនសួរអីថាអត់ខ្លាចទេអីនៅម្នាក់ឯងដបងខ្លាចដូចគ្នាទេបងប្អូនអើយប៉ុន្តែយូរទៅគឺធ្លាប់ហើយអញ្ចឹងយើងឆ្លៀតយកពេលវេលាហ្នឹងមកចំណាយពេលសម្រាប់ខ្លួនឯងអញ្ចឹងណាចង់ធ្វើអីធ្វើនឹងញ៉ាំអីញ៉ាំនឹងដូចខ្ញុំអញ្ចឹងមកពីហាត់ប្រាណចង់បែបអាហារសុខភាពនៅម្នាក់ឯងអញ្ចឹងក៏អត់ចង់ធ្វើម្ហូបអីញ៉ៃញ៉ៃច្រើនដែរបងប្អូនក្នុងទូទឹកកកខ្ញុំសាឡាត់ហ្នឹងមានស្រាច់ទៀតអញ្ចឹងដាក់ស្ងោរពោតមកញ៉ាំជាមួយសាឡាត់រយៈនេះគឺរៀងតមអាហារតិចបងប្អូនអើយដោយសារមានអារម្មណ៍ថាឡើងសាច់ពេកមិនបានតមរាល់ថ្ងៃមួយអាទិត្យតមបានតែមួយថ្ងៃហ្នឹងក៏យកដែរម្ហូបថ្ងៃនេះគឺខ្ញុំធ្វើជាមួយនឹងសាឡាត់បងប្អូនក្រៅពីហ្នឹងគឺសាច់ទ្រូងមាន់ដោយសារតែសាឡាត់ខ្ញុំធ្វើសាបដែរទេអញ្ចឹងយើងប្រឡាក់សាច់ហ្នឹងឲ្យវារៀងមានជាតិតិចទៅដាក់ទឹកស៊ីអ៊ីវម្សៅស៊ុបអីដែលសំខាន់ដាក់ម្ទេសតិចដែរមកឲ្យរៀងហឹលដាក់ជៀនសាច់ទ្រូងមាន់ចោលទៅប៉ុន្តែខ្ញុំមិនឲ្យវាឆ្អិនពេកទេព្រោះខ្សោះហើយបើសាឡាត់វិញគឺខ្ញុំធ្វើបែបសាឡាត់សុខភាពនៅអាឡម៉ង់គេចូលចិត្តញ៉ាំសាឡាត់ហ្នឹងណាបងប្អូនគឺគេហៅសាឡាត់ជូរកាលណាតែយើងប្រើទឹកសាឡាត់ដែលមានជាតិម៉ាយ៉ូណេសមានជាតិគ្រីមអីគឺវាអត់ល្អសម្រាប់អ្នកដែលកំពុងតែដៃអិតទេអញ្ចឹងបើចង់ថែរៀងសម្រក់គីឡូអីបងប្អូនអាចធ្វើតាមខ្ញុំបានបើនិយាយពីបន្លែបងប្អូនចូលចិត្តអីដាក់ហ្នឹងទៅខ្ញុំដាក់ផ្លែបឺរដែរដោយសារតែឆ្ងាញ់រសជាតិឆ្ងាញ់ញ៉ាំមួយសាឡាត់ហើយញ៉ាំទៅឆ្អែតទៀតខ្ទិះហើយក្រៅពីហ្នឹងខ្ញុំមានម៉ុតសារ៉េឡាដែរខ្ញុំមិនដឹងខ្មែរគេហៅថាម៉េចទេដឹងតែហ្នឹងឆ្ងាញ់ខ្ញុំមានតសក់មានពីងប៉ោះហើយនិងម៉ុតសារ៉េឡាហ្នឹងឯងក្រៅពីហ្នឹងក៏មានពោតស្ងោរដែរបងប្អូនញ៉ាំទៅគឺឆ្អែតហើយវាផ្អែមដាក់មួយសាឡាត់ហ្នឹងក៏ត្រូវមួយយ៉ាងដែរគាត់តែខ្ញុំខ្ជិលច្បល់ចូលគ្នាហើយទឹកស្រូបសាឡាត់អាហារសុខភាពនេះរូបមន្តម៉ាក់ក្មេកខ្ញុំបងប្អូនយើងប្រើប្រេងអូលីវសម្រាប់ធ្វើសាឡាត់ហ្នឹង2ស្លាបព្រាបាយទឹកខ្មេះ1ស្លាបព្រាបាយខ្ញុំប្រើទឹកខ្មេះប៉មបងប្អូនហើយយើងថែមអំបិលបន្តិចថែមម្រេចបន្តិចកូរចូលគ្នាឲ្យសព្វស្រោចពីលើសាឡាត់មកគឺរួចរាល់ហើយសាឡាត់នេះមានរសជាតិជូរតិចប្រៃតិចប៉ុន្តែគឺល្អមែនតើបងប្អូនហើយញ៉ាំទៅគឺវាអត់ឡើងគីឡូទេគ្រាន់តែយើងប្រើទឹកម៉ាយ៉ូណេសទឹកអីគ្រួសារបងម៉ៃគឺគាត់ធ្វើសាឡាត់តែបែបហ្នឹងទេអញ្ចឹងខ្ញុំចេះរូបមន្តហ្នឹងពីគាត់មកដែរតំណងដែរអត់បងប្អូនអាហារសុខភាពអញ្ចឹងឃើញខ្ញុំតបខ្ញុំអីហ្នឹងមិនមែនទៅតបបានរាល់ថ្ងៃទេបងប្អូនអើយប៉ុន្តែបើថ្ងៃណាយើងចង់តបថ្ងៃណាយើងនឹកឃើញញ៉ាំហើយក៏ញ៉ាំទៅគ្រាន់ជាងអត់ដែរមួយចានហ្នឹងឃើញតិចអញ្ចឹងមែនមានផ្លែបឺផងមានពោតផងមានទ្រូងមាន់ផងគឺឆ្អែតហ្មងបងប្អូនអើយញ៉ាំបាយហើយគឺចាប់ផ្ដើមប្រមូលចានដាក់លាងរៀបចំជូតផ្ទះបាយបន្តិចទៅខ្ញុំនៅផ្ទះម្នាក់ឯងនឹងកាន់តែចូលចិត្តរៀបចំផ្ទះទៀតបងប្អូនមិនមែនថានៅម្នាក់ឯងអត់រៀបចំទេមកព្រឹកមកហើយគឺជូតផ្ទះរៀបចំផ្ទះផងរៀនផងនឹងឯងបន្ទាប់មកដាក់បាយឲ្យកូនហើយក៏ដើរតម្រង់ទៅបន្ទប់ទឹកត្រៀមមុជទឹកត្រាំទឹកក្តៅបន្តិចឲ្យស្រួលខ្លួនចំណាយពេលវេលាសម្រាប់ខ្លួនឯងអញ្ចឹងណាទឹកខ្ញុំត្រាំនឹងគឺខ្ញុំដាក់ឲ្យក្តៅខ្លាំងមែនតើបងប្អូនអើយអញ្ចឹងហើយគឺស្រួលខ្លួនណាស់ជ្រុលជាស្បែកយើងសើមល្អហើយមួយអាទិត្យ2ទៅ3ដងខ្ញុំតែងតែស្ក្រាបខ្លួនហើយបងប្អូនជាមួយនឹងស្ក្រាបខ្មែរធម្មជាតិយើងនឹងឯងខ្ញុំប្រើជាប្រចាំហ្មងបងប្អូនអើយជាពិសេសទៅចេញថ្មីនេះស្ក្រាបបល័យទឹកឃ្មុំប្រើឡើងអស់ទៀតហើយរូបមន្តពិសេសគឺទឹកឃ្មុំព្រៃនឹងឯងបល័យគឺឈ្ងុយបល័យខ្មែរយើងហ្មងណាស្ក្រាបនៅលើស្បែកជំរុះកោសិកាចាស់ដាក់មកគឺត្រជាក់ប្រហើស្បែកមែនតើបងប្អូនមានផ្ទៃពោះឬមួយក៏សរសៃខ្ចីអីនឹងប្រើគឺត្រូវណាស់លាងមកគឺឡើងអាលងភ្លឺហ្មងបងប្អូនហើយមួយនេះវិញខ្ញុំប្រើកាន់ឆ្នាំហើយគឺស្រាប់កាហ្វេអាឡម៉ុនប្រើតាំងពីមុនពេលបល័យទឹកឃ្មុំចេញម៉េះហើយសាច់ស្ក្រាបហ្នឹងគឺថាឡើងម៉ត់ខៃបងប្អូនដែលមានស្បែកស្ដើងងាយរងប្រតិកម្មអីក៏ប្រើបានដែរផលិតផលធម្មជាតិផលិតផលខ្មែរយើងអញ្ចឹងមិនស្អាតលឿនទៅណាប៉ុន្តែសាច់ចាំហើយស្អាតបានយូរណាបងប្អូនអើយបងប្អូនប្រើឆ្លាស់គ្នាម្ដងកាហ្វេម្ដងបល័យក៏បានដែរបើមិនអញ្ចឹងទេលីទាំងពីរចូលគ្នាដូចខ្ញុំក៏បានដែរពេលខ្លះខ្ញុំខ្ជិលអញ្ចឹងទៅគឺខ្ញុំលីទាំងពីរនឹងចូលគ្នាហ្មងបានទាំងកាហ្វេហើយបានទាំងបល័យល្មៀតទៀតនិយាយទៅលាងមកស្បែកយើងឡើងភ្លឺថ្លាទន់ហ្មងណាមួយរយៈចុងក្រោយនេះបងប្អូនគឺថាខ្ញុំប្រែកាយចេះលាបលេដោយសារតែសាច់លេនេះគឺថាអូយដូចតហ៊ូដូចតដោះគោអញ្ចឹងពីដើមឡើយមកខ្ញុំមិនមែនជាមនុស្សដែលចេះលាបលេទេគឺអត់ចេះលាបសោះហ្មងប៉ុន្តែមកសាកលេ Felix នេះបងប្អូនជួយមើលខ្ញុំមើលគិតដូចខ្ញុំអត់គឺមុខខ្មៅជាងខ្លួនសជាងមុខបាត់ហើយខ្ញុំទៅមិនលាបទេហើយក៏លាបមិនសូវដែលបានជាប់ដែរគេលាបមួយថ្ងៃ2ដងខ្ញុំជួនកាល2ថ្ងៃមកបានលាបម្ដងខ្ជិលប៉ុន្តែមករយៈនេះមកបញ្ចូលឆ្នាំខ្មែរឃើញស្បែកខ្លួនឯងវាពិបាកទទួលយកពេកបងប្អូនខ្មៅហ្មងណាចឹងហើយក៏ចាប់ផ្ដើមលាបជាមួយលេ Felix នេះឯងខ្ញុំអត់ដែរចេះលាបលេទេបងប្អូនអើយទៅផលិតផល Felix ទេខ្ញុំប្រើផលិតផលគាត់ច្រើនមុខហើយទុកចិត្តលើក្រុមហ៊ុនជឿជាក់លើគុណភាពបានចាប់ផ្ដើមប្រើឥឡូវនេះឃើញថាប្លែកគួរសមដែរអញ្ចឹងកុំភ្លេចតាមដានបន្ត
ទៀតណាបងប្អូនបន្ទាប់ពីលាបលេហើយថ្ងៃនេះខ្ញុំកក់សក់ដែរអញ្ចឹងផ្លុំសក់ឲ្យរីកស្ងួតតិចមកចាប់ផ្ដើមដុសធ្មេញអត់ទាន់អាចចូលគេងបានប៉ុណ្ណឹងទេបងប្អូនអើយឆ្លៀតទៅមើល homework ប្រហែល homework តិចសិនព្រោះថ្ងៃស្អែកបន្ទាប់ឡើងគឺត្រូវរៀនធ្វើ homework ហើយក៏ឆ្លៀតមកអង្គុយកាត់វីដេអូតិចតួចដែរខ្លាចបងប្អូនអត់មានវីដេអូមើលនៅថ្ងៃស្អែកបន្ទាប់មកបានខ្ញុំចូលទៅគេងពេលហ្នឹងគឺបាននិយាយទូរស័ព្ទមួយបងម៉ៃដែរប៉ុន្តែភ្លេចថតហើយធម្មតាពេលចូលគេងអញ្ចឹងបងប្អូនគឺខ្ញុំអត់តល្ងុយគេងទេដោយសារយើងចុចទូរស័ព្ទច្រើនពេកប៉ុន្តែពេលណាដែលអត់ល្ងុយគឺអានសភៅបន្តិចទៅគឺឆាប់ល្ងុយគេងមែនតើអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនរៀបត្រីសួស្តីបាយបាយ